ខอยvideo ឲ្យអ្នកទាំងអស់គ្នា vote រវាង Commander Gusion និង Commander Guinevere ចុងក្រោយលទ្ធផលសម័យ tag គ្នាយើងចង់ចេះលេង Commander Guinevere ជាងចឹងហើយថ្ងៃហ្នឹងគឺធ្វើតាមបំណងអ្នកទាំងអស់គ្នាគឺបំណងអ្នកដែលបាន vote ខ្ញុំនឹងធ្វើការលេង Commander Guinevere និងបញ្យល់អំពី skill របស់ Commander Guinevere រួមទាំងកាតរបស់វាផងដែរដោយដែលយើងបានដឹងថា Commander Guinevere គឺជា Commander មួយដែលលេង late game ក៏ប៉ុន្តែគាត់មិនមែនជា Commander មួយដែលទទួលបានលុយដូចជា Commander Lancelot ឬក៏ជា Commander Chu ទេតែមូលហេតុដែលធ្វើឲ្យគាត់ឡើង level បានលឿនប្រហាក់ប្រហែលជាមួយនឹង Lancelot និង Chu ក៏ដោយសារតែ skill របស់ Commander Guinevere គាត់នឹងធ្វើការ free hero នៅក្នុង refresh shop អញ្ចឹងហើយ hero ដែល free ហ្នឹងបើសិនជា hero ដែលយើងត្រូវការគឺយើងអាចយកវាមកប្រើដោយអត់អស់លុយចំណែក hero ដែលយើងអត់ត្រូវការវិញយើងអាចលក់វាទៅជា gold ដើម្បី save gold ក្នុងការ up level Commander បានឥឡូវហ្នឹងយើងមកយល់អំពី skill របស់ Commander Guinevere ហ្មងហើយPassive skill ទី1របស់ Commander Guinevere គឺជា passive skill ពេលដែល Commander Guinevere មានផ្កាយមួយវាមានឈ្មោះថា Super Magic ដែលផ្ដល់ item មកយើងចំនួន1នៅពេលដែល start game ភ្លាមមិនតែប៉ុណ្ណោះយើងនឹងមានឱកាសទទួលបាន hero មួយ free បន្ទាប់ពីជាប់វគ្គហើយសួរថាវានឹងដំណើរការបែបម៉េចនិយាយរួមទៅនៅពេលដែលយើងចប់ battle ជាទូទៅ shop វាតែងតែ refresh ចឹងហើយនៅពេលដែល shop auto refresh យើងមានឱកាស 14% ដើម្បីទទួលបាន hero មួយ free ហើយ hero មួយ free ហ្នឹងគឺវាដាក់អក្សរ free នៅក្រោម hero ហ្នឹងហ្មងកន្លែងនេះចង់ឲ្យគ្នាយើងដឹងថាយើងត្រូវទៅទិញ hero ហ្នឹងមិនយើងអាចទទួលបាន hero ហ្នឹងវាមិនលោតចូល auto ដូច Synergy Scavenger ឲ្យយើងទេតែយើងអត់ទិញយើង refresh ហួសគឺយើងខាតហើយចំណែក skill ពេលដែល Commander Guinevere ឡើងផ្កាយ2មានឈ្មោះថា Mystic Evolution វាអត់មានអីច្រើនទេវាគ្រាន់តែបង្កើនភាគរយពី 14% ក្នុងការហូបបាន hero free ឡើងទៅដល់ 24% ក្នុងការហូបបាន hero free តែប៉ុណ្្នឹងមកដល់កន្លែងហ្នឹងគ្នាយើងប្រកាសជាមានចម្ងល់ហើយប្រសិនជាវាគ្រាន់តែទទួលបាននៅឱកាស 24% ក្រោយពេលដែលវា auto refresh shop អញ្ចឹងយើងធ្វើមិននឹងអាចឡើងទៅលឿនដោយ Commander Lancelot និង Commander Chu ទៅតាមពិតទៅអាពាក្យថា auto refresh shop ដែលខ្ញុំបញ្យល់ហ្នឹងគ្រាន់តែបញ្យល់ទៅតាម skill របស់វាតែប៉ុណ្ណោះតែជាទូទៅ Commander Guinevere មិនបាច់ចាំដល់ថ្នាក់ត្រូវតែ auto refresh shop បានយើងទទួលបាន hero free ទេដោយការដែលយើង refresh shop ម្ដង2កាក់ហ្នឹងក៏យើងមានឱកាសក្នុងការទទួលបាន hero នឹង free ដែរពោលគឺ 24% ដូចគ្នាចំណែកកាតរបស់ Commander Guinevere កាន់តែមានប្រយោជន៍ថែមទៀតនិយាយរួមទៅនៅពេលដែលយើងជ្រើសរើសយកកាត Guinevere ហ្នឹងហើយចាប់ពីពេលដែលយើងជ្រើសរើសយកកាតហ្នឹងរាប់ទៅមករយៈពេល13 round យើងនឹងទទួលបាន hero មួយ free នៅក្នុង shop នៅពេលដែល battle ចប់រៀងរាល់វគ្គហ្មងមានន័យថា 100% នឹងទៅទទួលបានមួយហើយតែវារាប់ចាប់ពីវគ្គដែលយើងជ្រើសរើសរហូតដល់13ដងតែគ្រប់13ដងគឺវាឡើងមានអា free 100% ហ្នឹងហើយអីដែលយើងនៅសល់គឺ skill scene របស់ Commander Guinevere តែប៉ុណ្ណោះហើយទាំងអស់នេះគឺជាកាតដែល recommend សម្រាប់ Commander Guinevereដោយដែលអ្នកនរគ្នាបានឃើញចឹងថាកាតទាំងអស់ហ្នឹងសិតតែកាតដែល free refresh ឬក៏កាត free hero ចឹងហើយវាមិនមានតែប៉ុណ្្នឹងទេតែខ្ញុំបង្ហាញហ្នឹងគ្រាន់តែបង្ហាញឲ្យអ្នកនរគ្នាយល់ថាឲ្យតែជាកាត free refresh ឬជាកាត free hero សិតតែល្អទាំងអស់សម្រាប់ Commander Guinevere តែបើសិនជាបានលបងពីរអ្នកនេះវិញគិតមើលខ្លួនឯងទៅនិយាយហុំទៅក្នុងចំណោមពីរហ្នឹងបានមួយណាក៏បានដែរ Guinevere អាចក្លុកទីក្រុងបានហើយសង្ឃឹមថាអ្នកនរគ្នាក្រោយមើលវីដេអូហ្នឹងហើយចេះលេង Commander Guinevere ឥឡូវហ្នឹងអស់អីនិយាយមែនតើហើយបើមានចម្ងល់អាចសួរខ្ញុំនៅក្នុង comment ឬក៏ថាចង់ឲ្យខ្ញុំធ្វើអំពី Commander អីមួយឬក៏ចង់ឲ្យខ្ញុំបញ្យល់អំពីការលេង Commander អីមួយអាចប្រាប់ខ្ញុំនៅក្នុង comment បាននិយាយរួមទៅវីដេអូរបស់ខ្ញុំទាំងអស់ភាគច្រើនសិតតែចេញពី idea អ្នកទាំងអស់គ្នាទេបើឲ្យខ្ញុំអង្គុយគិតខ្លួនឯងខ្ញុំគិតថាចេញទេមិនដឹងថាធ្វើអីខ្លះទេDeath is never the end. Cease this discord. You don't belong here. Writhe in agony. What shall I turn you into? I'm in charge here. Gorgeous rabbits. No, I can't go back. Be careful not to get entranced by the roses.